ដប់ចំណុចសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃប្រទេសកម្ពុជានិងថៃបានឈានដល់ការព្រមព្រៀងគ្នាដប់ចំណុចលើឯកសារកិច្ចព្រមព្រៀងសន្តិភាពដែលនឹងត្រូវចុះហត្ថលេខានៅចុងខែតុលាឆ្នាំ2025នេះក្នុងកិច្ចព្រមព្រៀងនោះមានចាប់តាំងពីការបដិញ្ញាចិត្តរបស់ប្រទេសទាំងពីរលើការគោរពបទឈប់បាញ់រហូតដល់ការដកលែងទាហានទាំង18នាក់យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកិច្ចព្រមព្រៀងដែលបានឯកភាព10ចំណុចនោះរួមមាន 1. ការបដិញ្ញាចិត្តរបស់ប្រទេសយើងទាំងពីរក្នុងការគោរពបទឈប់បាញ់ឲ្យបានម៉ឺងម៉ាត់ 2. ការគោរពគ្នាទៅវិញទៅមកជាពិសេសការគោរពគោលការណ៍នៃអធិបតេយ្យបូរណភាពទឹកដីឯករាជ្យរបស់ប្រទេសនីមួយៗ 3. ការតាំងចិត្តសម្រាប់ការស្ដារទំនុកចិត្តរវាងគ្នាទៅវិញទៅមកនិងការស្ដារទំនាក់ទំនងការទូតឡើងវិញដោយសារកន្លងទៅយើងបានទម្លាក់កម្រិតការទូតមកត្រឹមថ្នាក់លេខាធិការរបស់ស្ថានទូត 4. ការរួមគ្នានិងសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនក្នុងនោះក៏មានបញ្ហាការឆបបោកតាមបច្ចេកវិទ្យាឬ online scam 5. ការបោះសម្អាតមីននៅតាមព្រំដែនក្រុមការងារនឹងធ្វើការកំណត់តំបន់ណាត្រូវដោះមុនតំបន់ណាត្រូវដោះក្រោយ 6. ការដកអាវុធធ្ងន់ៗទាំងឡាយចេញពីព្រំដែនហើយបញ្ជូនទៅកាន់មូលដ្ឋានទ័ពរៀងៗខ្លួនវិញ 7. ភាគីថៃនឹងដោះលែងវីរៈកងទ័ពកម្ពុជាទាំង13រូបដែលត្រូវចាប់ខ្លួនតាំងពីថ្ងៃទី29ខែកក្កដាឆ្នាំ2025ដោយមិនរងចាំទៀតទេ 8. ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាព 9. ការគោរពនូវគោលការណ៍មិនប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាជម្លោះផ្សេងៗ 10. ការអះអាងសារជាថ្មីនៃការបដិញ្ញាចិត្តរៀងៗខ្លួនដើម្បីធ្វើយ៉ាងណារួមគ្នាក្នុងឋានៈជាប្រទេសជិតខាងអចិន្ត្រៃយ៍ក្នុងការស្ដារទំនាក់ទំនងជាប្រក្រតីភាពឡើងវិញនាំមកនូវសុខសន្តិភាពវិបុលភាពសម្រាប់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរគួរឲ្យដឹងផងដែរថាលទ្ធផលនៃកិច្ចព្រមព្រៀងនេះគឺបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃដែលមានតំណាងប្រទេសម៉ាឡេស៊ីនិងអាមេរិកសម្រាប់សម្រួលនោះបានជជែកពេញមួយថ្ងៃទី17ខែតុលានៅប្រទេសម៉ាឡេស៊ីគណៈការចុះហត្ថលេខានឹងត្រូវធ្វើឡើងនៅចុងខែតុលានេះដែលមានប្រធានាធិបតីអាមេរិកលោក Donald Trump ធ្វើជាសាក្សីផងដែរ